ឧបមាថាបើសិនជាមានមនុស្សម្នាក់គេចាត់ទុកយើងជាជំរឿចុងក្រោយសម្រាប់គេមួយទៀតគេធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងអត់មែនទៅនៅមុខគេឬក៏តាក់ទងមកយើងនៅពេលដែលគេត្រូវការជំនួយពីយើងអ្វីទាំងអស់ហ្នឹងគឺវាបង្ហាញប្រាប់យើងយ៉ាងច្បាស់ថាយើងអត់មានតម្លៃនៅក្នុងការភ្នែករបស់គេទេអានឹងមិនមែនជារឿងស្នេហាហើយក៏មិនមែនជារឿងមិត្តភាពដែរតែវាគឺជាការកេងចំណេញទៅលើដៃគូមកខាងទៀតព្រោះគេដឹងថាយើងជាមនុស្សដែលគេងាយនឹងធ្វើបាបដោយសារតែយើងអត់ទាន់ទទួលស្គាល់តម្លៃខ្លួនឯងអត់ទាន់ដឹងថាតម្លៃរបស់យើងស្ថិតនៅក្នុងចំណុចហ្នឹងប៉ុន្តែនៅពេលដែលយើងរៀនទទួលស្គាល់នៅពេលដែលយើងស្គាល់តម្លៃខ្លួនឯងច្បាស់លាស់ហើយអ្វីគ្រប់យ៉ាងវានឹងផ្លាស់ប្ដូរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំដើម្បីកុំឲ្យខាតពេលយូរយើងចូលមកប្រធានបទរបស់យើងវិញចំណុចទី1ឈប់ព្យាយាមបង្ហាញប្រាប់គេថាយើងជាមនុស្សមានតម្លៃសម្រាប់គេការពិតគឺថាយើងអត់អាចទៅអង្វរគេឲ្យគេផ្ដល់តម្លៃឲ្យយើងបានទេតម្លៃបើសិនជាគេចង់ឲ្យគេឲ្យយើងហើយមិនមែនយើងទៅអង្វរគេទៅប្រាប់គេថាបងតម្លៃខ្ញុំគឺមានច្រើនសម្រាប់បងឯងខ្ញុំខំប្រឹងធ្វើនេះខ្ញុំខំប្រឹងស្ដាប់តាមធ្វើទៅតាមអ្វីដែលបងចង់បានមិនក៏អត់ទាន់មានតម្លៃសម្រាប់បងនៅក្នុងកែវផ្នែករបស់បងអីចឹងអាហ្នឹងវាមិនមែនជាភាពស្មោះត្រង់សម្រាប់ខ្លួនឯងទេតែវាគឺជាការមើលងាយខ្លួនឯងទៅវិញព្រោះអីដោយសារតែយើងអត់ស្គាល់តម្លៃរបស់ខ្លួនឯងសាកគិតមើលថាយើងទ្រាំនៅក្នុងរឿងស្នេហាឬក៏មិត្តភាពមួយដែលវាស្អុយរលួយលែងមានន័យលែងមានអត្ថន័យអីទាំងសងខាងប៉ុន្តែយើងនៅតែខំបន្តធ្វើគ្រប់យ៉ាងដើម្បីឲ្យគេមើលថាយើងនៅតែស្មោះស្ម័គ្រជាមួយគេយើងនៅតែស្រឡាញ់គេតែចុងក្រោយគេនិយាយថាអត់ល្អគ្រប់គ្រាន់តែឯងចង់ធ្វើតងាប់ទៀតក៏គ្មានតម្លៃសម្រាប់ខ្ញុំដែរដូចជាគេនិយាយថាកែវបើសិនជាបែកគឺវាបែកហើយយើងក៏អាចតោវាយើងក៏អាចផ្គុំវាឲ្យត្រូវគ្នាវិញបែបទៅទាំងអស់នឹងវាគឺជាសញ្ញាដែលគេបញ្ជាក់ថាយើងអត់ចាំបាច់ទៅទាមទារតម្លៃពីគេមកវិញទេត្រូវទេតម្លៃគឺយើងត្រូវតែព្យាយាមស្វែងរកតម្លៃខ្លួនឯងឥឡូវយើងចូលមកដល់ចំណុចទី2ចំណុចទី2របៀបដែលយើងដើរចេញគឺជាការបង្រៀនឲ្យអ្នកដទៃទទួលស្គាល់ថាយើងមិនមែនជាមនុស្សបែបហ្នឹងទេយើងមិនមែនជាមនុស្សដែលគ្មានតម្លៃសម្រាប់គេទេដើម្បីកុំឲ្យគេធ្វើចរិតថោកទាបដាក់យើងពេលក្រោយទៀតអញ្ចឹងទៅនៅពេលដែលយើងហ៊ានដើរចេញពីកន្លែងដែលគេមិនឲ្យតម្លៃឬក៏យើងដើរចេញពីមនុស្សដែលគេមិនឲ្យតម្លៃយើងកុំខ្លាចគេថាយើងជាមនុស្សឆ្មើងឆ្មៃអ្វីដែលយើងដើរចេញវាគឺជាស្តង់ដារសម្រាប់ខ្លួនឯងយើងដើរចឹងដើម្បីស្វែងរកតម្លៃខ្លួនឯងនៅកន្លែងថ្មីយើងព្យាយាមបៀតម្លៃខ្លួនឯងពីកម្រិតមួយទៅមកកម្រិតមួយទៀតឥឡូវយើងសាកសម័យថាយើងទ្រាំធ្វើការនៅក្នុងក្រុមហ៊ុនមួយដែលគេគៀបសង្កត់យើងរកទៅពេលដកដង្ហើមគ្មានយើងអត់ហ៊ានឈប់ពីកន្លែងហ្នឹងទេដោយសារអីដោយសារតែខ្លាចរកការងារនៅកន្លែងថ្មីអត់បានខ្លាចសមត្ថភាពខ្លួនឯងនៅខ្សោយទាំងដែលគេជិះជាន់យើងបើសិនជាយើងនៅតែបន្តបែបហ្នឹងយើងនឹងត្រូវគេជិះជាន់អស់មួយជីវិតប៉ុន្តែនៅពេលដែលយើង ready នៅពេលដែលយើងសម្រេចចិត្តដើរចឹងស្វែងរកតម្លៃខ្លួនឯងស្វែងរកបទពិសោធន៍នៅកន្លែងថ្មីសម្រាប់ខ្លួនឯងទាំងបទពិសោធន៍ថ្មីទាំងទ្វារនិងស្វាគមន៍យើង24ម៉ោងធ្វើច្បាស់ថាយើងទៅយើងរៀនដដែលមែនប៉ុន្តែវាជា experience ថ្មីសម្រាប់យើងវាជា environment មួយដែលយើងគួរតែបន្តអភិវឌ្ឍខ្លួនឯងតទៅមុខទៀតបើសិនបើយើងទ្រាំនៅកន្លែងតែកន្លែងដែលគេអត់ផ្ដល់តម្លៃឲ្យទ្រាំនៅជាមួយមនុស្សដែលគេមិនឲ្យតម្លៃវាមានន័យថាយើងកំពុងតែព្យាយាមសម្លាប់ខ្លួនឯងបែបសន្សឹមចំណុចទី3អានឹងរៀងចាក់ដោតបន្តិចតម្លៃខ្លួនឯងមិនមែនជាអ្វីដែលយើងត្រូវដើររកទេតែវាគឺជាអ្វីដែលយើងត្រូវសម្រេចចិត្តដោយខ្លួនឯងសម្រាប់ចិត្តថាត្រូវធ្វើបែបណាមនុស្សភាគច្រើនចូលចិត្តពាក្យថាចាំឲ្យគេសរសើរចាំឲ្យគេ reaction នៅពេលដែលយើងធ្វើនេះធ្វើនោះបានល្អអញ្ចឹងទៅចាំឲ្យគេឲ្យឈ្មោះថាជា idol ឲ្យងាយជា idol អីចឹងទៅមានអារម្មណ៍ថាខ្លួនឯងខូចលយមែនតើបើសិនជាយើងគិតបែបហ្នឹងវាអត់ត្រូវវាគឺខុសទាំងស្រុងពីព្រោះតម្លៃរបស់យើងគឺជាអ្វីដែលយើងសម្រេចចិត្តដោយខ្លួនឯងអត់អាចឲ្យអ្នកដទៃមកអាកាត់ឲ្យយើងបានទេពេលដែលយើងជឿជាក់លើខ្លួនឯងហើយពិភពលោកនឹងរៀបចំអ្វីថ្មីសម្រាប់យើងនឹងរៀបចំឲ្យត្រូវទៅតាម energy ដែលយើងមានមួយទៀតខ្ញុំធ្លាប់ឃើញមនុស្សមួយចំនួនតែណាមកណាអោនលំតូនព្រោះខ្លាចគេមិនឲ្យតម្លៃព្រោះខ្លាចគេមិននិយាយរកមួយទៀតមិនហ៊ានតែនិយាយការពិតជាមួយគេប៉ុន្តែឧបមាថានៅពេលដែលយើងសម្រេចចិត្តជប់ខ្វល់អារឿងទាំងអស់ហ្នឹងហើយព្យាយាមស្រឡាញ់ខ្លួនឯងផ្ដល់តម្លៃឲ្យខ្លួនឯងមនុស្សជុំវិញគេនឹងកត់សម្គាល់ថាយើងជាមនុស្សដែលមានស្តង់ដារមួយគេនឹងនិយាយថាយើងគឺជាមនុស្សឯករាជ្យលើខ្លួនឯងមានន័យថាមនុស្សតែមួយតែស្តង់ដារពីរខុសគ្នាអាហ្នឹងហើយវាគឺជាអំណាចនៃការ
ការសម្រេចចិត្តវាគឺជាអំណាចនៃការស្វែងរកតម្លៃខ្លួនឯងសរុបមកវិញយើងមាន3ចំណុចខ្លីៗត្រូវចងចាំទី1យើងជប់ធ្វើខ្លួនឲ្យល្អនៅក្នុងខ្សែភ្នែករបស់មនុស្សដែលគេមិនឲ្យតម្លៃយើងឬក៏នៅក្នុងក្រុមហ៊ុនមួយដែលគេមើលមិនឃើញពីតម្លៃរបស់យើងទី2ការដើរចេញវាមិនមែនជាភាពទន់ខ្សោយសម្រាប់យើងទេប៉ុន្តែវាគឺជាឱកាសថ្មីសម្រាប់យើងវាគឺជាសេចក្តីថ្លៃថ្នូរសម្រាប់ខ្លួនឯងមួយទៀតវាគឺជាស្តង់ដារថ្មីដែលយើងនឹងបង្កើតនៅកន្លែងថ្មីទី3តម្លៃយើងគឺជាអ្នកកំណត់យើងអត់អាចឲ្យអ្នកដទៃមកកំណត់តម្លៃរបស់យើងបានដូចជាអូខេអូនឯងតម្លៃអូនឯងមានតែ7លើ10ឬក៏20លើ10អញ្ចឹងបានទេពីព្រោះតម្លៃនេះគឺជាអ្វីដែលយើងសម្រេចចិត្តអ្វីដែលយើងធ្វើដល់ខ្លួនជាចុងបញ្ចប់ចង់សួរសំណួរម្នាក់មួយចាំជួយ comment ពុកតើយើងហ៊ានដាច់ចិត្តដើរចេញអត់បើសិនជាយើងជួបរឿងបែបហ្នឹងតែយើងសួរទ្រាំនៅកន្លែងនេះឬក៏យើងដើរចេញទ្រាំនៅកន្លែងដែលគេឲ្យតម្លៃទ្រាំនៅជាមួយមនុស្សដែលគេមិនឲ្យតម្លៃយើងចាំជួយ comment នៅក្នុងវីដេអូនេះផងអរគុណដែលបានទស្សនាវីដេអូនេះ